បាទសួស្តីបងប្អូនកូនសិស្សទាំងអស់គ្នាព្រមទាំងអ្នកគោរពស្រឡាញ់វត្ថុស័ក្តិសិទ្ធិក្នុងជំនឿខ្មែរបាទលោកគ្រូបង្ហាញជូននៅបាទប្រភេទភ្លុកតម្រៃបាទជាប្រភេទភ្លុកកង់ហើយលក្ខណៈពិសេសគឺដុះនឹងពួនបាទមាន2អង្គបងប្អូនណាហើយមួយអង្គនេះលោកគ្រូស្រោបផ្លាស្ទិកហើយអញ្ចឹងបងប្អូនមាននិស្ស័យគោរពថែរក្សាជាវយកទៅតែម្ដងឬក៏បងប្អូនស្រឡាញ់អង្គភេកណេះបាទដែលអត់ទាន់ស្រោបយកទៅស្រោបដាំដបងដាំក្បូរក្បាច់អីខ្លួនឯងក៏បានឬក៏កំងលោកគ្រូស្រោបខ្លួនឲ្យក៏បានដែរបាទគឺជាប្រភេទភ្លុកកង់បងប្អូនណាបាទហើយប្រវែងបងប្អូនមើលក្នុងនោះណាបាទ5ហ៊ុនជាងទាំងស្រោបចុងតពួកបាន6ហ៊ុនជាងបងប្អូនណាបាទហើយនេះនាងពួននៅខាងក្រោយនេះគឺចាក់ទម្លុះទៅដល់ខាងមុខបាទទាំងពីរអង្គនេះគឺដូចគ្នាបាទបងប្អូនណាបាទព្រះអង្គភក្ត្រនេះនេះបាទខាងក្នុងក៏ច្រើនបងប្អូនឃើញទេបាទនាងពួនស៊ីនណាបងប្អូនណាបាទនាងពួនស៊ីនមិនមែនស្នាមបិទទេបងប្អូនឃើញអាឡូនេះមិនមែនបិទទេណាបាទស៊ីនធម្មជាតិរបស់គាត់ចាក់ទម្លុះពីក្រោយទៅដល់មុខបាទបងប្អូនមើលតើដឹកសាច់ទៅដឹងណាបាទមិនមែនគេទៅស្វានដាក់កាត់ទេបងប្អូនបាទហើយຂະຫນាតបតោងហ្មងហើយកម្រាស់បងប្អូនមើលទៅណាបាទបងប្អូនចង់ស្រោបលេងដបងក្បូរក្បាច់អីក៏បានបងប្អូនចង់ជាវយកទៅស្រាប់ចឹងតែម្ដងក៏បានកំងលោកគ្រូធ្វើឲ្យក៏បានដែរណាបាទលេខទូរស័ព្ទលោកគ្រូលើវីដេអូនេះស្រាប់098 496 498ធានាជូនភ្លុកស៊ីនបាទណាបងប្អូនមាននិស្ស័យតាក់ទងមកណាអរគុណច្រើនហេ